សួស្តីបងប្អូនទាំងអស់គ្នាយើងមកដល់ទីតាំងនៅភ្នំអណ្ដូងស្នេហ៍ដែលយើងថតនៅលើពីកំពូលភ្នំនោះគឺឃើញមានភ្នំអក្សរ S បាទយើងឃើញផ្លូវគឺមើលពីលើទៅគឺមានអក្សរ S តែម្ដងបាទកុំភ្លេចជួយចូលរួមទស្សនាជាមួយនឹងរមណីយដ្ឋានភ្នំអណ្ដូងស្នេហ៍ដែលយើងនៅឈរនៅលើកំពូលភ្នំនេះគឺឃើញផ្លូវគឺមានរាងអក្សរ S បាទអរគុណច្រើនបងប្អូនទាំងអស់គ្នាផងដែរបាទ មកដល់ទីតាំងភ្នំអក្សរ S បាទខ្យល់អាកាសបរិសុទ្ធស្រស់ស្រាយអារម្មណ៍មែនទែនសម្រាប់បងប្អូនដែលអញ្ជើញមកទស្សនានៅទីរួមខេត្តមណ្ឌលគិរីគឺយើងមានឃើញមានភ្នំអក្សរ S បាទភ្នំអក្សរ S គឺយើងថតពីលើភ្នំគឺឃើញផ្លូវថ្នល់គឺរាងអក្សរ S បាទអញ្ចឹងបងប្អូនអាចធ្វើការទស្សនាបន្តទៀតពាក់ព័ន្ធជាមួយនឹងវីដេអូបន្តយើងនឹងធ្វើការថតទេសភាពឲ្យបងប្អូនយើងចូលរួមទស្សនាទាំងអស់គ្នាជាមួយនឹង ទីរមណីយដ្ឋាននៅក្នុងខេត្តមណ្ឌលគិរីផងដែរបាទគឺជារូបថតដែលយើងថតពីលើកំពូលភ្នំអក្សរ S ដែលបងប្អូនប្រជាពលរដ្ឋទូទាំង24 25ខេត្តក្រុងគាត់តែងតែធ្វើដំណើរទស្សនកិច្ចទៅលើតំបន់ភ្នំផ្សេងមានដូចជាព្រៃឈើមានស្មៅប៉ុន្តែនៅក្នុងខែ12នេះដែរគឺយើងមើលពាក់ព័ន្ធជាមួយនឹងកំពូលភ្នំស្មៅផ្សេងវាមានការផ្លាស់ប្ដូរពណ៌បាទអាចជារាងក្រហមលឿងព្រឿងហើយក៏មានដើមឈើធំគឺមានភាពពណ៌ខៀវស្រងាត់បាទអញ្ចឹងបងប្អូនដែលមកលេងខេត្តមណ្ឌលគិរីកុំភ្លេចមកជួយចូលរួមធ្វើការទស្សនាជាមួយនឹងតំបន់ភ្នំដែលមានផ្លូវអក្សរ S បាទយើងឃើញទេសភាពគឺស្អាតមែនតែនសម្រាប់បងប្អូនដែលចង់ធ្វើការទស្សនាអាចឆ្លៀតពេលវេលាដ៏មានតម្លៃសម្រាប់បងប្អូនទាំងអស់គ្នាមកចូលរួមទស្សនានៅតំបន់ខេត្តមណ្ឌលគិរីហើយនិយាយរួមនៅក្នុងខេត្តមណ្ឌលគិរីគឺមានច្រើនទីតាំងមែនតែនជារមណីយដ្ឋានមានទាំងទឹកធ្លាក់មានទាំងភ្នំដោះក្រមុំមានទាំងសែនមនោរម្យមាន resort ជាច្រើនបាទបងប្អូនអាចធ្វើការ search តាមប្រព័ន្ធអ៊ីនធឺណិតសម័យបច្ចុប្បន្នកាលគឺជាសម័យ digital platform អញ្ចឹងអ្វីគ្រប់បែបយ៉ាងគឺយើងបាន set គោលដៅចូលទៅក្នុង Google ឬក៏ប្រភេទនៃ website ផ្សេងជាច្រើនដែលយើងធ្វើដំណើរទស្សនកិច្ចនៅតាមតំបន់វាលភ្នំរបស់ភ្នំអក្សរ S នេះផ្ទាល់បាទអរគុណច្រើនជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អនិងសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារផងដែរបាទ